វីដេអូដើរលេងរបស់ខ្ញុំមិនល្អមើលទេអ្នកនេះប៉ុន្តែល្អញ៉ាំដឹងស្រាប់ហើយទឹកចិត្តអ្នកស្រឡាញ់ម្ហូបស្រឡាញ់ការចម្អិនម្ហូបស្រឡាញ់ការញ៉ាំនេះគឺថាចង់ឲ្យបងប្អូនទាំងអស់គ្នាញ៉ាំតែកន្លែងឆ្ងាញ់ៗទេដើរលេងកន្លែងណាល្អញ៉ាំកន្លែងណាឆ្ងាញ់អត់ដែលភ្លេចអ្នកទាំងអស់គ្នាទេអត់មានដែលបានមករៀលទេណាអ្នកទាំងអស់គ្នាគឺថារកខមមិនចេញពីចិត្តតែម្ដងដោយសារចង់ចែករំលែកសម្រាប់ខ្ញុំអាចនិយាយបានថាទោះបីជាមានគេហៅខ្ញុំទៅ review ហាងអីចឹងក៏ខ្ញុំអត់ចង់ទៅដែរអ្នកទាំងអស់គ្នាដោយសារអីខ្ញុំខ្លាចតែពេលយើងនិយាយអីអត់សบายចិត្តចឹងទៅម្ចាស់ហាងគាត់អន់ចិត្តអីចឹងគាត់ភេយើងហើយគាត់បែរជាអត់បាន review ល្អពីយើងអីចឹងទៅតែធ្វើមិនជួនកាលយើងមិនចូលចិត្តម្ហូបទាំងអស់ណាអញ្ចឹងអ្នកនរគ្នាគឺសម្រាប់ខ្ញុំវិញសុកចិត្តចាយលុយទៅញ៉ាំម្ហូបនឹងហើយប្រាប់អ្នកនរគ្នាពិតហ្មងថាឆ្ងាញ់ឬអត់ឆ្ងាញ់អញ្ចឹងបើសិនជាអត់ឆ្ងាញ់ខ្ញុំថាអត់ឆ្ងាញ់ទេប៉ុន្តែបើសិនខ្ញុំគិតថាឆ្ងាញ់ខ្ញុំនឹងប្រាប់អ្នកនរគ្នាថាឆ្ងាញ់ដូចគ្នាដែរខ្ញុំនិយាយនេះអត់ចង់ប៉ះពាល់អីដល់បងប្អូនអ្នក review ម្ហូបអីទេពួកគាត់អ្នកខ្លះអីគឺខ្ញុំចូលចិត្តមើល page គាត់ណាអ្នកនរគឺគាត់ review ល្អហើយគាត់ណែនាំកន្លែងថ្មីខ្ញុំទៅញ៉ាំអីអញ្ចឹងណាគឺខ្ញុំ appreciate គាត់មែនតើជាពិសេស page បងចម្ប៉ារត់អីហ្នឹងអូយបងគាត់គឺថាចេញមកគាត់និយាយ straight forward ទៅម្ហូបហ្នឹងហ្មងចង់ឲ្យថា order អីគេញ៉ាំអីគេឆ្ងាញ់កន្លែងនេះនៅកន្លែងនោះអីអញ្ចឹងទៅមិនដូច page ដែលចេញមកមាន drama មានអីចេញមកអត់ទេអ្នកនរគ្នាជួនកាលយើងស្ដាប់គេនិយាយយើងចេះចង់ស្ដាប់ហើយប៉ុន្តែ page ដែលយើង review ម្ហូបចឹងយើងនិយាយ straight forward ហ្មងទៅថាម្ហូបហ្នឹងឆ្ងាញ់ក៏អត់ឆ្ងាញ់តាមពី5លើ10 page 10អីគេហ្នឹងមកគឺថាមានអត់មានណាគេហ៊ាននិយាយថាអូឡើយនេះអត់ឆ្ងាញ់អីទេទិញហើយញ៉ាំអត់កើតចឹងក៏អត់និយាយដែរអ្នកនរគ្នាប៉ុន្តែជួនកាលបើយើងអត់និយាយសោះក៏អត់កើតដែរយើងត្រូវប្រាប់គាត់ដឹងណាថាវាអត់សូវឆ្ងាញ់មែនហើយគាត់គួរកែតម្រូវបែបម៉េចដល់ខ្លីដូចថានំពុម្ពនឹងសារថ្មីចឹងមួយ 3000 ហើយញ៉ាំអត់ឆ្ងាញ់ចឹងខ្ញុំអត់ដឹងនិយាយថាមិនខ្ញុំថាអត់ឆ្ងាញ់ហី